Tôm kẹt như limit núi là limit nó khật chật bùn lấy cần xóm rớt thì pram này bùn x bột per x bột 4 đỏ cho mùi rớt thì pram này bằng 7 x nư lơ rớt thì pi này cần xóm pi x bột muối đỏ cho mùi rớt thì pi này x bột pram ở chẳng môn năng kiện này limit ní dươngត្រូវជួសតម្លៃ x ស្មើ4ចូលក្នុងកន្សោមក្រោមកន្សោម limit នេះតើសួរថាតើវាចូលរៀងអីវាមានរៀងមិនកំណត់ឬក៏រៀងធម្មតាអញ្ចឹងយើងជួសចូលសាកល្បងសិនមកអញ្ចឹងយើងជួសមកឧបមាថា7គុណទៅនឹង4បូកជាមួយនឹង4នៅលើរើសទី5នៃ8គុណនឹង4មកទាំងអស់នៅលើរើសទី2នៃ2គុណទៅនឹង4បូកនឹង1ដកជាមួយនឹងរើសទី2នៃ5បូកទៅនឹង4យើងគុណបូកដកចែកធម្មតាមកគឺ5 4គុណនឹង7បូកទៅនឹង4វាស្មើទៅនឹង32ដកជាមួយទៅនឹង8 4ដង32នៅលើ3 2ដង9បូក1 8បូក1 9ដកជាមួយទៅនឹង9ឃើញទេអញ្ចឹងន័យថាដកទៅចេញ0ឬ0អញ្ចឹងយើងសមុទ្រថា limit នេះវាមានរៀងមិនកំណត់0ឬ0ដើម្បីគណនា limit នេះក្នុងលក្ខណៈជាទម្រង់ខ្លីយើងមានរូបមន្ត2ទី1រូបមន្តប្រើរូបមន្តវែងទី2គឺយើងប្រើរូបមន្តកាត់ប្រើសម្រាប់តែ limit គត់អញ្ចឹងយើងសេមកថារឹសទី5នៃកន្សំ A ដកជាមួយទៅនឹងរឹសទី5នៃកន្សំ B អញ្ចឹងរូបមន្តកាត់សម្រាប់ប្រើ limit រៀង0ឬ0នេះគឺយើងយក A ដកជាមួយនឹង B នៅលើ5នៅលើ5គុណជាមួយនឹងរើសទី5នៃកន្សោម A ស្វ័យគុណ4យើងយក5ដក1ទៅ4ឬ1 2នេះយើងអាចស្មើគ្នាយើងដាក់ A ដកជាមួយនឹង B នៅលើ5រើសទី5នៃកន្សោម B ស្វ័យគុណ4បើយើងធ្វើជាទូទៅយើងឲ្យវាជារឹសទី n តែម្ដងរឹសទី n តែម្ដងអញ្ចឹង A ដកជាមួយទៅនឹងរឹសទី n នៃ B អញ្ចឹងរូបមន្តកាត់ប្រើសម្រាប់ limit នេះយើងអាចសេបានថា A ដក B នៅលើ n រឹសទី n គុណទៅនឹង A សំ n ដក1ឬមួយយើងអាចសេបានថា A ដកជាមួយនឹង B នៅលើ n រឹសទី n នៃ B n ដក1ស្វែងគុណ n ដក1ចំណាំ limit ចំណាំរូបមន្តនេះយើងប្រើសម្រាប់តែ limit រៀង0ឬ0ទេហើយមានរៀងជាងហើយមួយទៀតសេ1នៅលើរឹស n នៃ A ដកជាមួយរឹស n នៃ B យើងស្មើយើងអាចសេបានត្រឡប់វិញយើងដាក់គុណ n គុណជាមួយនឹងរឹសទី n នៃ A ស្វែងគុណ n ដក1នៅលើ A ដក B ម្យ៉ាងទៀតយើងអាចសេចេះបាន n រឹសទី n នៃ A n ដក1ចែកឲ្យ A ដក B អូច្រឡំ A អានេះ B សំទោសអានេះ B អូខេ
ចឹងដល់វគ្គនេះយើងត្រូវតែដោះស្រាយlimit នេះប្រើទម្រង់កាត់របស់វាចឹងយើងអាចសេមកបានថាស្មើសេ limit x ខិតជា4យើងសេមកទម្រង់លើ7x បូក4វាតាំងឬក៏តំណាងដោយ a អញ្ចឹងយើងសេមកយើងដាក់គ្នាមួយមក 7x បូក4នេះ a ដកជាមួយនឹង b គឺប៉ុន្មាន 8x អូខេបិទគ្នាវិញអូខេវាចែកទៅលើអីចែកទៅនឹង5គុណទៅនឹងឬ5នៃ b យើងយកទូ b ក៏បានយកកន្សំ a ក៏បានឬយើងយកទូ b ដោយសារវាតិចអញ្ចឹង 8x នេះទាំងអស់ស្វ័យគុណ4យក5ដក1ចេញ4គុណយើងប្រើទម្រង់1នៅលើឬទី n នៃ a ដកជាមួយឬទី n នៃ b អូខេអញ្ចឹងវាស្មើទៅនឹង n ប្រហែល n វានេះវាមាន2វាឬទី2អញ្ចឹងន័យថាយើងដាក់2ឬទី2នៃអីនៃកន្សំ b ក៏បានសំ a ក៏បានឥឡូវយើងយកកន្សំ b មកដោយសារវាអត់មានគុណយើងយក x បូកប៉ុន្មាន5ស្វែងគុណ n ដក1 n ប្រហែល n គឺ2 2ដក1ចេញ1អញ្ចឹងវាស្វែងគុណ1 x បូក5ស្វែងគុណ1ចេះប្រើទាំងអស់នៅលើអីនៅលើកន្សំ a ដកកន្សំ b កន្សំ a នេះគឺ 2x បូក1យើងសេគ្នា2x បូក1យកមកដកទៅនឹងកន្សំ b គឺ x បូក5នេះរូបមន្តយើងគូដើម្បីកុំឲ្យច្រឡំអូខេយើងសេមកដាក់ថារូបបមុនសម្រាប់ limit អូខេហើយយើងដូរប៊ិចពណ៌ក្រហមវិញយើងដូរប៊ិចយកពណ៌ក្រហមអូខេយើងស្មើយើងលុយលោកធម្មតាទៅបូកដកគុណចែកខិតចិត្ត4ចឹងហើយយើងសេស្មើទៀតណាអានេះយើងទាញសញ្ញាដកចេញសេ limit x ខិតចិត្ត4យើងទាញសញ្ញាដកចេញអញ្ចឹងសល់ដក2កតា x ដក4ត្រូវគុណទៅនឹងរើសទី2នៃ x បូកជាមួយនឹង5អូខេទាំងអស់នេះនៅលើអីយើងសេx ដក4ចូលវិញមេគុណដាក់មុខមក5ឬទី5នៃ 8x ទាំងអស់ស្វែងគុណ4នេះមកហើយយើងសេស្មើមកទៀតមកយើងឃើញអីឃើញដូចគ្នាអីគេខ្លះអញ្ចឹងខ្ញុំដូរប៊ិចដាក់ស្រួលកន្សោមនេះដូចគ្នាអញ្ចឹងយើងអាចស្រួលបានដល់ចំណុចនេះយើងឃើញពីកន្សោមលើដូចគ្នាយើងស្រួលចោលមកអញ្ចឹងពេលយើងស្រួលចោលយើងនៅសល់ limit យើងសេឡើងវិញមកអូខេអញ្ចឹងវាសល់ដកអីដក2នៅលើឬទី x បូកជាមួយនឹង5
5 គុណទៅនឹងកន្សោមទី5នៃ 8x ស្វែងគុណ4អូខេមកយើងជួសតម្លៃ x ចូលក្នុងលីមីតនេះចោលអញ្ចឹងយើងដាក់របាលមកវិញដក2គុណទៅនឹង4បូកជាមួយនឹង5នៅលើ5គុណទៅនឹងរឹសទី5នៃ8គុណជាមួយនឹង4ទាំងអស់ស្វែងគុណ4នេះយើងអាចផ្ចេញមកបានអីបាន2 4បូកទៅនឹង5ស្មើ9ចេញមក3 2 3ដងមក6អូខេទាំងអស់នៅលើ5គុណទៅនឹងរូបទី5នៃ4 8 4ដង32ស្វ័យគុណ4នេះឬមួយយើងអាចសេបានថាដក6នៅលើ5គុណជាមួយនឹងរឹសទី5នៃ16ស្វ័យគុណ5ឬយើងអាចសេចេះបានថា2ស្វ័យគុណ4ទាំងអស់ស្វ័យគុណ5នេះចេះក៏បានចឹងចម្លើយវាចេញអីដក6នៅលើ5គុណទៅនឹង16សម្រួលចោលស្មើទៅនឹងដក3នៅលើ5 8ដង40នេះជាចម្លើយចុងក្រោយដូចនេះលីមីតនេះមានចម្លើយដក3នៅលើ40ជាចម្លើយចុងក្រោយហើយយើងអត់យល់មិនក៏2ស្វែងគុណ4ស្វែងគុណ5នេះយើងយក32មកយក32នេះវាស្មើប៉ុន្មានវាស្មើ2ស្វែងគុណប៉ុន្មាន2ស្វែងគុណ5យកគុណខ្លួនវាដល់ចំនួន5ដងមកអញ្ចឹងស្មើ4គុណនឹង4គុណនឹង2 16គុណ2ស្មើទៅនឹង2ស្វែងគុណ5